នេះគឺជាវិធីសាស្ត្ររបស់ប្រទេសជប៉ុនក្នុងការធ្វើឲ្យព្រិលឆាប់រលាយដោយចាក់ព្រិលទាំងអស់នោះចូលទៅក្នុងទឹកសមុទ្រ Excavator ទាំងអស់នេះកំពុងតែច្របល់និងក្រឡុកវានៅក្នុងទឹកសមុទ្រវាមិនមែនជាការលេងនោះទេពួកគេកំពុងធ្វើការយ៉ាងសកម្មដោយច្របល់ព្រិលទាំងអស់នោះចូលទៅក្នុងទឹកសមុទ្រដើម្បីបំបែកដុំព្រិលទាំងអស់នោះឲ្យកាន់តែតូចវាងាយស្រួលរលាយបានលឿនជាងមុននិងរលាយបាត់អស់ទាំងស្រុងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះហេតុអ្វីបានជាពួកគេធ្វើបែបនេះព្រោះប្រទេសជប៉ុនជាប្រទេសតូចមួយហើយនៅក្នុងរដូវរងាព្រិលអាចធ្លាក់កកកុញបានដល់ជម្រៅ3 ទៅ 4 ម៉ែត្រក្នុងទីក្រុងនៅក្នុងប្រទេសជប៉ុនគ្មានទីតាំងគ្រប់គ្រាន់សម្រាប់ស្តុកព្រិលដ៏ច្រើនបែបនេះនោះទេពួកគេត្រូវប្រើប្រាស់ទឹកសមុទ្រជាគោលដៅចម្បងសម្រាប់ដោះស្រាយបញ្ហាមួយនេះពួកគេធ្វើវាជាដំណាក់កាលដំណាក់កាលទី1គឺជាម៉ាស៊ីនរុញព្រិលចេញពីភ្លៅដំណាក់កាលទី2គឺផ្លុំនិងបឺតព្រិលទាំងអស់នោះចូលទៅក្នុងបំពង់ឬចូលទៅក្នុងរថយន្តដំណាក់កាលទី3ពួកគេនឹងប្រើរថយន្តធុនធំដើម្បីដឹកព្រិលទាំងអស់នោះទៅកាន់ច្រាំងសមុទ្រដើម្បីចាក់ចូលទៅក្នុងនោះបន្ទាប់មកដំណាក់កាលចុងក្រោយគឺប្រើប្រាស់ Excavator ជាច្រើនច្របូកច្របល់ក្រឡុកវាដើម្បីជួយឲ្យព្រិលទាំងអស់នោះវារលាយលឿនជាងមុនទោះបីជាដំណើរការទាំងអស់នេះមើលទៅគួរឲ្យទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ក៏ដោយក៏ប៉ុន្តែទង្វើមួយនេះប្រជាជននៅជប៉ុនក៏មិនគ្រប់គ្រងទាំងអស់គ្នានោះទេពួកគេព្រួយបារម្ភអំពីការបំពុលបរិស្ថានចូលទៅក្នុងសមុទ្រខណៈដែលប្រទេសកាណាដាប្រើវិធីសាស្ត្រដូចនេះដែរប៉ុន្តែខុសពីនេះបន្តិចពួកគេបានយកព្រិលដ៏ច្រើនសន្ធឹកសន្ធាប់ចាក់ចូលទៅក្នុងអណ្ដូងរ៉ែដែលឈប់ប្រើប្រាស់ហើយក៏ស្តុកវាខ្លាចជាភ្នំព្រិលដ៏ធំមួយហើយទុកឲ្យព្រះអាទិត្យជាអ្នករំលាយវាបន្តិចម្ដងរហូតតតែវារលាយអស់វិធីសាស្ត្រមួយនេះជួយសន្សំសំចៃថាមពលហើយក៏ជៀសវាងពីការបំពុលបរិស្ថាននិងការចាក់ចូលទៅក្នុងសមុទ្រដោយផ្ទាល់ផងដែរ